ជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់អេពីសូតទី27នៃកម្មវិធីម៉ោង 12:00 នាទីយប់សូមស្វាគមន៍មកកាន់អេពីសូតថ្មីសូមទូយ៉ាងណាដែរពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាបន្ទាប់ពីយើងបានឃ្លីបគ្នាជិតមួយសប្តាហ៍មកនេះណាចូលសង្ឃឹមថាពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាយើងសុខទុក្ខជាធម្មតាទៅចុះនៅក្នុងអេពីសូតនេះដែរគឺខ្ញុំមានរឿងចំនួន2រឿងដែលបានការចែកម្លែកមកពីប្រិយមិត្តរបស់យើងដែលគាត់ចែកម្លែកតាម Telegram មកណាហើយរឿងដែលគាត់បានចែកម្លែកមកហ្នឹងគឺសុទ្ធតែជារឿងដែលគួរឲ្យខ្លាចតែម្ដងគឺមានចំនួន2រឿងហើយមកពីប្រិយមិត្តចំនួន2រូបគាត់បានចែកម្លែកមកតាម Telegram ចឹងសម្រាប់ពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាចង់ធ្វើការចែកម្លែកសាច់រឿងគឺអាចតាក់ទងមកតាម Telegram ដែលខ្ញុំបានដាក់នៅខាងក្រោម description នេះបានចឹងកុំឲ្យខាតពេលវេលាយូរយើងចង់ដឹងថាសាច់រឿងដែលប្រិយមិត្តគាត់បានចែកម្លែកទាំងពីររឿងនេះវាគួរឲ្យខ្លាចនិងរន្ធត់កម្រិតណាយើងចូលទៅស្ដាប់វីដេអូនេះទាំងអស់គ្នាតើតើជាមួយនឹងរឿងរបស់ប្រិយមិត្តទី1របស់យើងនេះគឺបានកើតឡើងចំនួន3ខេត្តកើតនៅក្នុង3ខេត្តតែលើបុគ្គលតែមួយអញ្ចឹងណាដែលបងប្រុសគាត់បានឆាតមកចូលក្នុង Telegram របស់ខ្ញុំហើយគាត់បានចែកម្លែកសាច់រឿងដែលគាត់បានជួបប្រទេសហើយបងប្រុសគាត់ក៏អត់បានបញ្ជាក់ឈ្មោះរបស់គាត់ដែរថាគាត់ឈ្មោះអីគាត់អត់បានប្រាប់ទេហើយតើតើជាមួយនឹងការលងបន្លាចទី1របស់គាត់គឺវាបានកាត់ឡើងនៅឯខេត្តកំពង់ស្ពឺហើយបងប្រុសគាត់ក៏អត់បានបញ្ជាក់ទីតាំងទីកន្លែងភូមិឃុំដែលកើតហេតុនឹងដែរដោយសារតែគាត់ចង់លាក់តើតើជាមួយនឹងឯកជនភាពមួយចំនួនរបស់គេអញ្ចឹងគឺគាត់គ្រាន់តែបញ្ជាក់ថាវាបានកាត់ឡើងនៅឯខាងខេត្តកំពង់ស្ពឺតែប៉ុណ្្នឹងទេសេរីនេះគឺវាបានកាត់ឡើងនៅក្នុងភូមិមួយនៅឯខាងខេត្តកំពង់ស្ពឺមានផ្ទះមួយដែលផ្ទះហ្នឹងគឺមានដើមពោធិធំមួយជាធម្មតាបើសិនជានៅតាមផ្ទះអញ្ចឹងគឺគេអត់ឲ្យដាំដើមពោទេបើតាមជំនឿចាស់ខ្មែរយើងណាគឺគាត់អត់ឲ្យដាំដើមពោទេបើសិនជាដុះអីអញ្ចឹងគឺតែងតែកាប់ចោលអីចឹងទៅក៏ប៉ុន្តែម្ចាស់ផ្ទះហ្នឹងអត់ដឹងថាម៉េចដែរគឺគាត់បានទុកដើមពោនឹងរហូតដល់ធំអញ្ចឹងទៅហើយនៅពេលដែលដើមពោនឹងកាន់តែធំទៅគឺគាត់បានធ្វើជាបលាំងធ្វើជាអីដូចជាបលាំងព្រះអីចឹងណាហើយគាត់ធ្វើកន្លែងហ្នឹងគឺជាទីសក្ការៈបូជាអុជធូបអុជទៀនអីរបស់គាត់ចឹងទៅម្ចាស់ផ្ទះហ្នឹងចាប់តាំងពីម្ចាស់ផ្ទះហ្នឹងគាត់ធ្វើសក្ការៈបូជានៅខាងក្រោមដើមពោហ្នឹងមកនៅក្នុងភូមិរបស់បងប្រុសម្ចាស់សាច់រឿងនេះខ្ញុំសូមហៅគាត់ថាបងអេទៅដោយសារតែគាត់អត់បានបញ្ជាក់មកឈ្មោះមកទេអញ្ចឹងនៅក្នុងភូមិបងអេតាំងពីម្ចាស់ផ្ទះដែលគាត់បានធ្វើសក្ការៈបូជានៅខាងក្រោមដើមពោនឹងក្នុងភូមិរបស់គាត់ហ្នឹងគឺតែងតែមានបញ្ហាមានមនុស្សស្លាប់បន្តកតុយគ្នារហូតថ្ងៃទី1ស្លាប់1ថ្ងៃទី2ស្លាប់2ថ្ងៃទី3ស្លាប់3បន្តគ្នាអញ្ចឹងណាមួយថ្ងៃមួយតែម្ដងមិន2-3ថ្ងៃម្នាក់ឬក៏3-4ថ្ងៃម្នាក់ណាមួយថ្ងៃម្នាក់មួយថ្ងៃមានមនុស្សស្លាប់មួយម្លងពីមួយថ្ងៃហ្នឹងស្អែកឡើងមានមនុស្សស្លាប់មួយទៀតម្លងពីមួយថ្ងៃហ្នឹងស្អែកឡើងទៀតគឺមានមនុស្សស្លាប់បន្តគ្នារហូតជាប់គ្នាក្នុងមួយថ្ងៃមួយនឹងយកហ្មងអ្នកភូមិដោយសារតែឃើញថាមានមនុស្សស្លាប់បន្តកតុយគ្នាច្រើនពេកគេគិតថាវាបង្កមកពីដើមពោហ្នឹងហើយបញ្ហាដែលបង្កឲ្យមានមនុស្សស្លាប់បន្តគ្នាអញ្ចឹងអ្នកភូមិគេគិតថាមកពីដើមពោហ្នឹងហើយសំបីតែបងប្រុសរបស់បងអេនេះបងជាម្ចាស់សាច់រឿងនេះគាត់ក៏បានស្លាប់បាត់បង់ជីវិតដោយសារតែបញ្ហាបង្កមកពីដើមពោហ្នឹងដែរហើយមិត្តភ័ក្តិរបស់បងប្រុសបងអេនេះគាត់ក៏បានស្លាប់ជាមួយគ្នាដែរបន្ទាប់ពីបងប្រុសរបស់បងអេនឹងគាត់ស្លាប់អញ្ចឹងបន្ទាប់ពីបងប្រុសរបស់បងអេនេះគាត់ស្លាប់ហើយស្អែកឡើងគឺមិត្តភ័ក្តិរបស់បងប្រុសបងអេនឹងគឺគាត់ស្លាប់បន្តដែរអញ្ចឹងអ្នកភូមិរបស់បងអេនេះគេក៏បានមូលមតិគ្នាដើម្បីស្រោះស្រួលជាមួយនឹងម្ចាស់ផ្ទះម្ចាស់ដីនឹងអញ្ចឹងទៅព្រោះបើសិនជាបន្តទុកអញ្ចឹងទៀតគឺអត់កើតទេពួកអាចធ្វើឲ្យមនុស្សនៅក្នុងភូមិរបស់បងអេហ្នឹងគឺគាត់ស្លាប់រង្គៀរហូតដល់អស់ពីភូមិអញ្ចឹងណាអញ្ចឹងគេក៏បានមូលមតិគ្នាពួកបងប្អូនទាំងអស់គ្នាសាកសម័យមើលទៅមនុស្សស្លាប់គឺមួយថ្ងៃមួយតាំងពីថ្ងៃដែលម្ចាស់ផ្ទះហ្នឹងគេបានធ្វើទីសក្ការៈបូជារបស់គេនៅខាងក្រោមដើមពោហ្នឹងអញ្ចឹងអ្នកភូមិគេមិនសង្ស័យមែនទេបងប្អូនទាំងអស់គ្នាព្រោះតាំងពីម្ចាស់ផ្ទះហ្នឹងគេធ្វើទីសក្ការៈបូជានៅកន្លែងខាងក្រោមដើមពោរបស់គេហ្នឹងមកគឺមនុស្សស្លាប់មួយថ្ងៃមួយគឺអត់មានលុះមួយថ្ងៃតែម្ដងអញ្ចឹងអ្នកភូមិទាំងអស់គ្នាគេក៏បានស្រោះស្រួលមតិគ្នាហើយទៅសម្រួលជាមួយនឹងម្ចាស់ដីម្ចាស់ផ្ទះគេហ្នឹងក៏ប៉ុន្តែពេលហ្នឹងពេលដែលអ្នកភូមិទៅសម្របសម្រួលជាមួយនឹងម្ចាស់ផ្ទះហ្នឹងគឺគេអត់ព្រមទេអត់ព្រមកាប់ដើមពោហ្នឹងគេដាច់ខាតយកហ្មងគឺគេអត់ព្រមកាប់ដើមពោហ្នឹងទេ អ
ចឹងអ្នកភូមិដោយសារតែអត់មានជំរើសអីផ្សេងសម្របសម្រួលហើយក៏គេមិនស្ដាប់អ្នកភូមិគាត់ក៏រួមគ្នាផ្ដិតមេដៃផ្ដិតអីដើម្បីប្តឹងទៅប៉ូលីសទៅអាជ្ញាធរដែនដីអីចឹងទៅចឹងបន្ទាប់ពីអ្នកភូមិគេផ្ដិតមេដៃប្តឹងទៅអាជ្ញាធរដែនដីហើយអីហើយទើបម្ចាស់ផ្ទះហ្នឹងម្ចាស់ដីហ្នឹងគេព្រមកាប់ដើមពោធិ៍ហ្នឹងហើយកំឡុងពេលដែលម្ចាស់ដីហ្នឹងគេព្រមកាប់ដើមពោធិ៍ហ្នឹងហើយគឺអ្នកភូមិហ្នឹងគឺលក្ខណៈថាអត់ហ៊ានកាប់បងប្អូនអ្នកគ្នាអត់ហ៊ានកាប់ដើមពោធិ៍ហ្នឹងទេលក្ខណៈថារុញពីម្នាក់ទៅម្នាក់រុញពីម្នាក់ទៅម្នាក់ពីដំបូងមិនរួមមតិគ្នាដើម្បីចង់កាប់ដើមពោធិ៍ហ្នឹងចេញហើយម្ចាស់ផ្ទះរបស់គេហ្នឹងគេអត់ព្រមកាប់ដាច់ខាតអីចឹងណាតែឥឡូវម្ចាស់ផ្ទះគេព្រមកាប់ម្ចាស់ដីគេព្រមឲ្យកាប់ហើយតែអ្នកភូមិគឺអត់មានណាគេហ៊ានកាប់ចឹងណាលក្ខណៈថារុញពីម្នាក់ទៅម្នាក់រុញពីម្នាក់ទៅម្នាក់សុទ្ធតែអ្នកអត់ហ៊ានកាប់ក៏ប៉ុន្តែរួមមតិគ្នាហ្នឹងគឺចង់កាប់ដើមពោធិ៍ហ្នឹងតែដល់ពេលម្ចាស់ផ្ទះគេព្រមឲ្យកាប់ហើយគឺពួកគាត់អត់ហ៊ានកាប់ចឹងណាអ្នកភូមិទាំងអស់គ្នាបន្ទាប់ពីរុញទៅម្នាក់ពីម្នាក់ទៅម្នាក់អត់មាននរណាហ៊ានកាប់អញ្ចឹងមានអ្នកភូមិម្នាក់គាត់ក៏ផ្ដល់យោបល់ថាអត់ហ៊ានកាប់ឆៅទេអញ្ចឹងឲ្យមានណាគេម្នាក់ទៅនិមន្តលោកមកសូត្រប្រោះព្រំអីចឹងពាត់សីមាពាត់អីដើម្បីកាប់ដើមពោធិ៍ហ្នឹងចឹងទៅសុំកាប់សុំអីដើមពោធិ៍ហ្នឹងចឹងណាចឹងគេក៏សម្រេចចិត្តទៅនិមន្តព្រះសង្ឃនិមន្តអីដើម្បីមកសូត្រមន្តប្រោះព្រំពាត់សីមាទៅលើដើមពោធិ៍ហ្នឹងឲ្យសុំកាប់សុំអីចឹងទៅពិធីក៏ចាប់ផ្ដើមបន្ទាប់ពីពិធីចប់អ្នកភូមិម្នាក់ដែលគេចាត់ឲ្យកាប់ដើមពោធិ៍ហ្នឹងគាត់តែគាត់យាអាកបិតយកមកកាប់ហ្នឹងយាមកលើកបិតហ្នឹងក៏ស្រាប់តែបាក់ដងភ្លាមតែម្ដងទាំងដែលពេលហ្នឹងគឺអត់ទាន់បានប៉ះដើមពោធិ៍ហ្នឹងតិចទេអត់ទាន់បានប៉ះដើមពោធិ៍ហ្នឹងទេតែកបិតហ្នឹងគឺវាបាក់ដងជ្រុះទៅលើដីភ្លាមហ្នឹងយកមកអញ្ចឹងអ្នកភូមិរបស់បងអេនេះបន្ទាប់ពីឃើញបែបហ្នឹងឃើញទស្សនវិជ្ជាអញ្ចឹងគឺម្នាក់គឺបះរោមព្រឺក្បាលអស់អញ្ចឹងគឺអត់មានណាគេហ៊ានកាប់ដើមពោធិ៍ហ្នឹងទៀតទេអញ្ចឹងក៏បន្តទុកដើមពោធិ៍ហ្នឹងរហូតហើយមានមនុស្សស្លាប់បន្តគ្នារហូតអញ្ចឹងណាអញ្ចឹងអ្នកភូមិរបស់បងអេនេះដោយសារតែអត់អាចបន្តទុកទៀតបានណាអញ្ចឹងគាត់ក៏សម្រេចចិត្តជួលជនជាតិវៀតណាមម្នាក់ដើម្បីមកអាចដើមពោធិ៍នឹងចេញអញ្ចឹងទៅកាប់ដើមពោធិ៍នឹងចេញណាអញ្ចឹងតាំងពីការកាប់ដើមពោធិ៍នឹងចេញហើយជនជាតិវៀតណាមគាត់កាប់ហើយហ្នឹងគឺធ្វើឲ្យរឿងរ៉ាវនៅក្នុងភូមិរបស់បងអេហ្នឹងគឺលែងមានមនុស្សស្លាប់បន្តគ្នាទៀតហើយលែងមានមនុស្សស្លាប់តទៀតអញ្ចឹងណាតាំងពីកាប់ដើមពោធិ៍ហ្នឹងហើយបងប្អូនអ្នកគ្នាមានចាំបងប្រុសរបស់បងអេក៏ដូចជាមិត្តភ័ក្តិរបស់បងប្រុសបងអេនឹងគាត់ស្លាប់អត់គាត់ស្លាប់ហ្នឹងគឺដោយសារតែគ្រោះថ្នាក់ចរាចរណ៍ហើយពីរអ្នកគ្នាគាត់ហ្នឹងគឺគាត់ជិះម៉ូតូបុកគ្នាលក្ខណៈថាបងប្រុសបងអេហ្នឹងគាត់ជិះម៉ូតូមួយហើយមិត្តភ័ក្តិរបស់បងប្រុសបងអេហ្នឹងគាត់ជិះម៉ូតូមួយទៀតគឺគាត់ជិះមកបុកគ្នាយកហ្មងអញ្ចឹងបន្ទាប់ពីបងប្រុសរបស់បងអេនិងមិត្តភ័ក្តិរបស់បងប្រុសបងអេហ្នឹងគាត់ស្លាប់ក្រុមគ្រួសាររបស់បងអេក៏ដូចជាក្រុមគ្រួសាររបស់មិត្តភ័ក្តិរបស់បងប្រុសបងអេហ្នឹងគេក៏យកសាកសពទាំងពីរហ្នឹងទៅធ្វើបុណ្យរៀងខ្លួនចឹងទៅហើយបន្ទាប់ពីពិធីបុណ្យសពនឹងចប់គឺតែងតែឃើញវិញ្ញាណអ្នកទាំងពីរហ្នឹងគឺតែងតែមកអង្គុយយំនៅចុងជើងរបស់ឪពុកម្ដាយរបស់គាត់ទាំងពីរអ្នកហ្នឹងអញ្ចឹងណាគឺបងប្រុសបងអេហ្នឹងគឺតែងតែមកយំនៅខាងចុងជើងរបស់ឪពុកម្ដាយរបស់បងអេហ្នឹងឯងហើយមិត្តភ័ក្តិរបស់បងប្រុសបងអេហ្នឹងគេក៏តែងតែឃើញអង្គុយយំនៅខាងចុងជើងរបស់ឪពុកម្ដាយរបស់គេនឹងដែរអញ្ចឹងឪពុកម្ដាយរបស់បងអេក៏ដូចជាឪពុកម្ដាយរបស់មិត្តភ័ក្តិរបស់បងប្រុសបងអេហ្នឹងដោយសារតែខ្លាចកូនស្លាប់ទៅអត់ស្ងប់គាត់ក៏ទៅបច្ចុប្បន្នអរៈបច្ចុប្បន្នអីគាត់បច្ចុប្បន្នអរៈចង់ដឹងថាកូនរបស់គាត់នឹងមិនបាននៅតែអង្គុយយំនៅកន្លែងចុងជើងរបស់គាត់នឹងរហូតអញ្ចឹងនៅពេលដែលគេធ្វើពិធីជន់អរៈនឹងហើយគឺគេដឹងថាពួកគាត់ទាំងពីរនាក់ហ្នឹងគឺស្លាប់ដោយអត់អស់ចិត្តបងប្អូនអរគុណបន្ទាប់ពីដឹងថាពួកគាត់ទាំងពីរនាក់ហ្នឹងស្លាប់ដោយអត់អស់ចិត្តគ្រូដែលជន់អរៈហ្នឹងគេក៏មានវិធីមួយទៀតគឺអញ្ជើញវិញ្ញាណរបស់ពួកគាត់ទាំងពីរហ្នឹងឲ្យចូលមកក្នុងរូបរាងកាយរបស់កូនសិស្សរបស់គេហើយបន្ទាប់ពីវិញ្ញាណរបស់ពួកគាត់ទាំងពីរហ្នឹងចូលមកក្នុងរូបរាងកាយរបស់សិស្សរបស់គេនឹងភ្លាមគូចាប់ផ្ដើមយំយកតែម្ដងហើយក៏បានរៀបរាប់ពីការស្លាប់របស់គាត់ពួកគាត់ទាំងពីរហ្នឹងគឺបាននិយាយព្រមគ្នាតែម្ដងថ្ងៃដែលកើតហេតុហ្នឹងគឺពួកគាត់បានជិះម៉ូតូប្រច្រាស់ទិសដៅគ្នាម្នាក់មកពីលិចម្នាក់មកពីកើតឧបមាថាអញ្ចឹងនៅពេលដែលពួកគាត់កំពុងតែជិះម៉ូតូប្រច្រាស់ទិសដៅគ្នាហ្នឹងគ្រាន់តែពួកគាត់ទាំងពីរនាក់ហ្នឹងមកដល់ចិត្តផ្ទះរបស់អ្នកភូមិរបស់បងអេម្នាក់ដែលគេទុកដើមពោធិ៍នឹងជាទីសក្ការៈបូជារបស់គាត់ហ្នឹង
គាត់តែគាត់ជិះមកដល់គៀកនឹងភ្លាមស្រាប់តែគាត់ឃើញមានសមរខ្មៅមួយចេញពីដើមពោនឹងគឺធំមែនទែនគាត់តែចេញពីដើមពោនឹងមកភ្លាមគឺបានទាញចកូតម៉ូតូរបស់ពួកគាត់ទាំងពីរនាក់ហ្នឹងឲ្យមកបុកគ្នាយកហ្មងចឹងនៅពេលដែលពួកគាត់បុកគ្នាភ្លាមហ្នឹងគឺធ្វើឲ្យពួកគាត់ទាំងពីរហ្នឹងគឺខ្ទាតទៅគៀនផ្លូវហើយតាមដែលស្ដាប់មើលហ្នឹងគឺពួកគាត់អត់សមស្លាប់ទេបងប្អូនអ្នកគ្នាមែនអត់ក៏ប៉ុន្តែអាពេលដែលពួកគាត់ខ្ទាតទៅហ្នឹងពេលពួកគាត់បុកគ្នាភ្លាមខ្ទាតទៅហ្នឹងគឺពួកគាត់បានទៅជុំជាមួយនឹងដើមសកែដែលនៅខាងគៀនផ្លូវដែលអ្នកភូមិអីម្ចាស់ដីរបស់គេហ្នឹងដែលគេបានត្រួសទៅគឺវានៅសល់ប្រហែលជាមួយចាអាមនៅសល់ប្រហែលជាមួយចាអាមតែពេលដែលត្រួសទៅគឺវាស្រួចហ៎បងប្អូនអ្នកគ្នាអញ្ចឹងពួកគាត់ទាំងពីរនាក់ហ្នឹងគឺបានខ្ទាតទៅជុំនៅលើអាដើមសកែហ្នឹងអាគល់សកែហ្នឹងគាត់ទៅជុំភ្លាមហ្នឹងគឺឃើញថាពួកគាត់នឹងមានរបួសច្រើនមែនទែនបងប្រុសរបស់បងអេនេះគឺគាត់បានធ្លាយកន្លែងសៀតផ្កាហើយកន្លែងពោះកន្លែងអីរបស់ពួកគាត់នឹងគឺឡើងធ្លាយដោយសារតែជុំជាមួយនឹងអាគល់សកែដែលវាលៀនចេញពីដីប្រហែលជាមួយចាអាមនឹងឯងអញ្ចឹងមូលហេតុហ្នឹងហើយដែលធ្វើឲ្យពួកគាត់ទាំងពីរហ្នឹងជិះម៉ូតូមកបុកគ្នាគឺបង្កមកពីដើមពោនឹងឯងដោយដែលខ្ញុំបាននិយាយកាលពីដើមវីដេអូហ្នឹងថាគាត់មានគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតគឺបង្កមកពីដើមពោហ្នឹងគឺមកពីមូលហេតុហ្នឹងឯងហើយនៅមានអ្នកភូមិផ្សេងទៀតដែលបានស្លាប់បន្តគ្នាមួយថ្ងៃមួយសុទ្ធតែមានហេតុការណ៍ដ៏សាហាវអញ្ចឹងតែគាត់តើតងជាមួយនឹងការស្លាប់របស់អ្នកភូមិរបស់បងអេហ្នឹងគឺលក្ខណៈថាវាហេតុការណ៍ផ្សេងគ្នាអញ្ចឹងទៅតែគាត់តើវាសាហាវដូចគ្នាអញ្ចឹងឯងចឹងដោយសារតែដឹងមូលហេតុរបស់អ្នកភូមិដែលបានស្លាប់នឹងហើយគេក៏បានមូលមតិគ្នាទៅសម្របសម្រួលហ្នឹងណាបងប្អូនអរគ្នាសម្របសម្រួលជាមួយនឹងម្ចាស់ដីម្ចាស់ផ្ទះគេហ្នឹងក៏ប៉ុន្តែសម្របសម្រួលភ្លាមហ្នឹងគឺម្ចាស់ផ្ទះហ្នឹងគេអត់ព្រមគេដាច់ខាតយកមកអត់ព្រមកាប់ដើមពូហ្នឹងទេរហូតដល់អ្នកភូមិគេផ្ដិតមេដៃផ្ដិតអីប្តឹងទៅអាជ្ញាធរដែនដីទៅអ្នកភូមិហ្នឹងគេក៏ព្រមកាប់ចឹងទៅក៏ប៉ុន្តែនៅពេលដែលព្រមកាប់ហើយអ្នកភូមិនេះគឺគាត់អត់ហ៊ានកាប់គឺគាត់រុញពីម្នាក់ទៅម្នាក់រុញពីម្នាក់ទៅម្នាក់អញ្ចឹងណារហូតតែពួកគាត់នឹងជួលជនជាតិវៀតណាមមកដើម្បីកាប់ដើមឈើនឹងចេញទៅស្ថានភាពនៅក្នុងភូមិរបស់បងប្រុសបងអេក៏ដូចជាភូមិរបស់បងអេហ្នឹងគឺបានស្ងប់ស្ងាត់ទៅវិញអញ្ចឹងទៅបន្ទាប់ពីកាប់ដើមពោកាប់អីហ្នឹងហើយគឺរឿងរ៉ាវដែលធ្លាប់កើតមាននៅក្នុងភូមិរបស់បងអេហ្នឹងក៏វាលែងកើតមានអញ្ចឹងទៅហើយតើតោងមួយការស្លាប់របស់អ្នកភូមិក៏លែងមានបន្តគ្នាអញ្ចឹងទៀតណាបើមានស្លាប់ក៏មានស្លាប់តែដោយសារតែគ្រោះថ្នាក់ចរាចរណ៍ស្លាប់តែដោយសារតែជំងឺអីចឹងទៅក៏ប៉ុន្តែវាមិនដូចការពីនៅដើមពោហ្នឹងណាដើមពោហ្នឹងនៅគឺស្លាប់មួយថ្ងៃមួយដូចរាប់អញ្ចឹងប៉ុន្តែកាប់ដើមពោហ្នឹងហើយវាមានការស្លាប់ដែរតែគ្រាន់តែស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានការស្លាប់ដោយជំងឺចាស់ជរាអីចឹងទៅវាមិនមែនមួយមួយខែពីរខែកន្លះខែអីចឹងមួយអញ្ចឹងណាអញ្ចឹងបងអេនេះបន្ទាប់ពីពិធីបុណ្យសពរបស់បងប្រុសរបស់គាត់នឹងបានចប់សពគ្រប់ហើយគាត់ក៏ត្រឡប់មករស់នៅទីក្រុងភ្នំពេញវិញអញ្ចឹងទៅពេលដែលគាត់ត្រឡប់មករស់នៅផ្ទះជួលនៅទីក្រុងភ្នំពេញហ្នឹងគាត់ក៏បានជួបរឿងហេតុមួយរឿងហេតុហ្នឹងគឺវាបានកើតឡើងនៅយប់មួយដែលគាត់កំពុងតែគេងចុចទូរស័ព្ទលេងហ្គេមលេង Cloud Clan ណាបងប្អូនអ្នកនេះស្គាល់ហ្គេម Cloud Clan អត់គាត់កំពុងតែលេងអាហ្គេម Cloud Clan ហ្នឹងគាត់មានអារម្មណ៍ថាដូចជាងួយគេងតិចគាត់ក៏បិទទូរស័ព្ទហើយគាត់ក៏ព្យាយាមសង្ងំគេងបែបលាវអញ្ចឹងទៅហើយអាភ្លើងទូរស័ព្ទរបស់គាត់ហ្នឹងលក្ខណៈថាវាប្រចាំងទៅអាកន្លែងចុងជើងរបស់គាត់ហ្នឹងហើយបងប្អូនអ្នកគ្នាដឹងគាត់ឃើញអីអត់គឺគាត់បានឃើញមាននារីម្នាក់កំពុងតែច្បូតសក់នៅខាងចុងជើងរបស់គាត់ហ្នឹងកំពុងតែច្បូតសក់ហើយសក់ឡើងខ្មៅអាឡូងនៅខាងចុងជើងរបស់គាត់ហ្នឹងកំពុងតែអង្គុយច្បូតសក់ច្បូតទៅមកនៅហ្នឹងយកមកហើយភ្នែករបស់គាត់ហ្នឹងគឺគាត់លក្ខណៈថាឃើញបែបអាលាវអញ្ចឹងគឺគាត់តែឃើញនឹងភ្លាមគាត់បើកភ្នែកធំហើយក៏ពេលដែលគាត់បើកភ្នែកហ្នឹងហើយគាត់នៅតែឃើញនារីម្នាក់ហ្នឹងកំពុងតែច្បូតសក់ដដែលហើយកំពុងតែភ័យហ្នឹងក៏ស្រាប់តែគាត់ឮសំឡេងគេគោះទ្វារខ្លាំងមែនតើគាត់ឮសំឡេងគេគោះទ្វារនឹងភ្លាមក៏របស់គាត់នេះក៏ងាកទៅកាន់ទ្វារនៅពេលដែលងាកទៅកាន់ទ្វារនឹងហើយគាត់ក៏នៅឮសំឡេងអាគេគោះទ្វារទឹងហ្នឹងទៀតណាហើយដល់ពេលដែលគាត់ងាកមកចុងជើងរបស់គាត់វិញក៏លែងឃើញនារីម្នាក់ហ្នឹងហើយគាត់ក៏ដើរទៅបើកទ្វារអញ្ចឹងទៅដោយសារតែមានសំឡេងស្រែកហៅគាត់ដែរ
ហើយគាត់ក៏ស្គាល់យ៉ាងច្បាស់ដែរដោយសារតែបន្ទប់ជួលរបស់គាត់ហ្នឹងគាត់នៅយូរហើយសំឡេងដែលហៅគាត់ហើយសំឡេងដែលគោះទ្វារហ្នឹងគឺជាកូនរបស់ម្ចាស់ផ្ទះកូនរបស់ម្ចាស់ផ្ទះមកហៅគាត់អញ្ចឹងបងអេនេះដោយសារតែស្គាល់ច្បាស់ហើយថាជាកូនរបស់ម្ចាស់ផ្ទះគាត់ក៏ទៅបើកទ្វារឲ្យកូនម្ចាស់ផ្ទះហ្នឹងគាត់ចូលមកអញ្ចឹងទៅហើយគាត់តែកូនម្ចាស់ផ្ទះហ្នឹងគាត់ចូលមកដល់ភ្លាមកូនម្ចាស់ផ្ទះហ្នឹងគាត់ក៏សួរទៅបងអេថាមុនហ្នឹងបងឯងឃើញមាននារីម្នាក់នៅក្នុងបន្ទប់បងឯងត្រូវអត់បងអេនេះគាត់ទៅលើកូនម្ចាស់ផ្ទះហ្នឹងសួរគាត់អញ្ចឹងភ្លាមគឺគាត់ឆ្ងល់ខ្លាំងមែនទែនហេតុអីក៏កូនម្ចាស់ផ្ទះហ្នឹងគាត់ដឹងថាបងអេហ្នឹងមុនហ្នឹងមានស្រីម្នាក់នៅក្នុងបន្ទប់របស់គាត់កំពុងតែច្បូតសក់មិនបានគាត់ដឹងអាពេលដែលបងអេគាត់កំពុងតែឆ្ងល់ហ្នឹងកូនម្ចាស់ផ្ទះហ្នឹងគាត់ក៏និយាយថាមុនហ្នឹងគឺឃើញមាននារីម្នាក់គេដើរមកហើយបានសុំកូនម្ចាស់ផ្ទះហ្នឹងសុំចូលមកជួបបងអេមករកបងអេហ្នឹងគេថាដោយសារតែបងអេនេះពេលដែលគាត់ជិះម៉ូតូមកពីកំពង់ស្ពឺវិញហ្នឹងគាត់ជិះមកពីកំពង់ស្ពឺវិញហ្នឹងជិះកាត់តាមផ្លូវហ្នឹងគឺគាត់បានអាញឹមដាក់គេអញ្ចឹងគឺគេមករកបងអេហ្នឹងហើយកូនម្ចាស់ផ្ទះហ្នឹងគាត់ក៏ដឹងថាអ្នកដែលមករកបងអេហ្នឹងគឺមិនមែនជាមនុស្សទេគេគឺជាវិញ្ញាណអញ្ចឹងណាដោយសារតែកូនម្ចាស់ផ្ទះហ្នឹងលក្ខណៈថាគេមានគ្រូបាជាយគេមានអាសនៈមានអីដែរអញ្ចឹងមានគ្រូបាជាយគេកាន់នៅកូនម្ចាស់ផ្ទះហ្នឹងដែរអញ្ចឹងទើបគាត់ស្គាល់ថាម្នាក់ហ្នឹងគឺជាវិញ្ញាណហើយវិញ្ញាណហ្នឹងគឺមករកបងអេហ្នឹងហើយដល់ចំណុចនេះបងប្អូនអ្នកគ្នាប្រកាសជាឆ្ងល់ហើយហេតុអីកូនម្ចាស់ផ្ទះហ្នឹងគាត់ដឹងថាវិញ្ញាណហ្នឹងគឺមករកបងអេហើយហេតុអីក៏គាត់មិនហាមដោយសារតែគាត់ហ្នឹងចេះដោយសារតែគាត់នឹងមានគ្រូបាជីអីគេកាន់ដែរមិនក៏ឲ្យវិញ្ញាណនឹងចូលមករកបងអេបានកូនម្ចាស់ផ្ទះនឹងគាត់ក៏និយាយដែរថាវិញ្ញាណមួយនឹងគឺបានហៅមកដោយបងអេនឹងឯងគឺបានមកដោយបងអេគាត់ហៅគេមកគឺមិនមែនគេមកឯងទេតែគាត់តែតាក់ទងជាមួយនឹងការហៅរបស់បងអេនឹងគឺគាត់មិនមែនហៅដោយចេតនាគាត់ហៅដោយអត់ដឹងខ្លួនអាការហៅរបស់គាត់នឹងគឺដោយការញញឹមដាក់គេនឹងអញ្ចឹងបានវិញ្ញាណនឹងមករកគាត់បានគឺសម័យខ្លួនគឺបងអេនេះជាអ្នកហៅគេមកអញ្ចឹងទើបវិញ្ញាណនឹងមករកគាត់អញ្ចឹងបងប្អូនទាំងគ្នាពេលទៅណាមកណាកុំសូវចេះតែញញឹមដាក់គេពេកព្រោះដោយបងអេអញ្ចឹងជាបទពិសោធន៍គាត់ចេះតែញញឹមដាក់អ្នកនេះញញឹមដាក់អ្នកនោះទាំងដែរអត់ដឹងថាការញញឹមរបស់គាត់នឹងគឺជាការហៅវិញ្ញាណនឹងឲ្យមករកគាត់បងអេនឹងគឺគាត់អត់ដឹងទេអញ្ចឹងបងប្អូនអ្នកគ្នាកុំចេះតែញញឹមអញ្ចឹងនៅពេលដែលយើងញញឹមគឺបានហៅវិញ្ញាណអីមករកយើងអញ្ចឹងណាអរិយនិយាយលេងទេបងប្អូនអ្នកគ្នាតែតើជាមួយនឹងការញញឹមរបស់បងអេហ្នឹងបានហៅវិញ្ញាណអីមករកគាត់ហ្នឹងគឺដោយសារតែរាសីរបស់គាត់អីដាក់អីផងទេអញ្ចឹងបានវិញ្ញាណហ្នឹងមករកណាអញ្ចឹងបងប្អូនអ្នកគ្នាយើងធ្វើបន់ឲ្យតែច្រើនទៅអញ្ចឹងយើងចូលទៅក្នុងសាច់រឿងរបស់បងអេនឹងបន្តទៀតអញ្ចឹងម្ចាស់ផ្ទះហ្នឹងគេក៏និយាយថាអត់អីទេបងឯងនៅនឹងសិនហើយចាំស្អែកហ្នឹងគាត់និមន្តលោកនិមន្តអីដើម្បីមកប្រោះព្រំដេញឧបទ្រពចង្រៃដេញគ្រោះអីកុំឲ្យមករកបងអេនឹងទៀតអញ្ចឹងណាអញ្ចឹងស្អែកឡើងមកគេក៏បាននិមន្តប្រសង់និមន្តអីដើម្បីមកប្រោះព្រំនៅផ្ទះរបស់គេអញ្ចឹងទៅដើម្បីដេញឧបទ្រពចង្រៃដេញគ្រោះដេញអីដេញខ្មោចកុំឲ្យមករកបងអេនឹងអញ្ចឹងទៅអញ្ចឹងបន្ទាប់ពីថ្ងៃហ្នឹងមកស្អែកឡើងខាងម្ចាស់ផ្ទះគេហ្នឹងគេក៏បាននិមន្តប្រសង់និមន្តអីដើម្បីមកប្រោះព្រំនៅផ្ទះរបស់គេអញ្ចឹងទៅហើយថ្ងៃហ្នឹងបងអេនេះគឺគាត់មានកម្រងដើម្បីទៅលេងជិះម៉ូតូដើរលេងទៅកោះនរានៅកោះពេជ្រក៏អីចឹងណាគាត់បានមានកម្រងអញ្ចឹងបន្ទាប់ពីពិធីនឹងចប់ភ្លាមគឺគាត់បានទាញម៉ូតូមកគឺគាត់រៀបនឹងចេញពីបន្ទប់ជួលរៀបចេញពីផ្ទះជួលរបស់គាត់នឹងហើយគឺម្ចាស់ផ្ទះគេនេះកូនម្ចាស់ផ្ទះហ្នឹងក៏ស្រាប់តែរត់ពីចង្អាយមកលឿនមែនទែនគាត់រត់មកហើយហៅបងអេពីចង្អាយបងជប់សិនអញ្ចឹងហើយបងអេហ្នឹងនៅពេលដែលឃើញបងម្ចាស់ផ្ទះហ្នឹងគាត់មកដល់បងកូនម្ចាស់ផ្ទះគាត់មកដល់ភ្លាមគាត់ក៏សួរថាមានរឿងអីមែនហើយកូនម្ចាស់ផ្ទះហ្នឹងគាត់ក៏និយាយថាបងឯងអត់អាចទៅណាបាននេះក្នុងថ្ងៃហ្នឹងអត់អាចទៅណាបាននេះនិយាយទៅនៅក្នុងថ្ងៃហ្នឹងបងអេហ្នឹងគឺគាត់អត់អាចចេញពីផ្ទះហ្នឹងបានយកហ្មងដាច់ខាតយកហ្មងព្រោះបើសិនជាបងអេហ្នឹងគាត់ហ៊ានចេញពីផ្ទះហ្នឹងគឺវិញ្ញាណដែលមករកបងអេហ្នឹងគឺគេយកបងអេទៅហើយគេសម្លាប់បងអេអញ្ចឹងវិញ្ញាណហ្នឹងហើយបងអេហ្នឹងគាត់ទៅលើកូនម្ចាស់ផ្ទះហ្នឹងគាត់និយាយអញ្ចឹងភ្លាមគឺគាត់ឆ្ងល់ទៀតណាគាត់ចាប់ផ្ដើមឆ្ងល់ទៀតគាត់ឆ្ងល់ថាមិនចឹងព្រោះមុនហ្នឹងយើងបានធ្វើពិធីធ្វើអីហើយដេញឧបទ្រពដេញខ្មោចដេញអីតើមិនបានវិញ្ញាណហ្នឹងនៅតែមករកគាត់ចឹងទៀតបងអេហ្នឹងពេលហ្នឹងគឺគាត់ឆ្ងល់ខ្លាំងមែនតើហើយគាត់តើបងអេហ្នឹងគាត់សួរចឹងភ្លាម
បងកូនម្ចាស់ផ្ទះហ្នឹងគាត់កូននិយាយទៅបងអេថាឥឡូវបងឯងកុំតន់ចេញទៅណាបងឯងចូលមកក្នុងបន្ទប់សិនមកហើយចាំខ្ញុំនិយាយប្រាប់បិទទ្វារសិនណាបងចឹងគាត់តែបងអេនេះគាត់ចូលមកក្នុងបន្ទប់របស់គាត់បិទទ្វារបិទអីនៅជាមួយនឹងកូនម្ចាស់ផ្ទះហ្នឹងភ្លាមកូនម្ចាស់ផ្ទះហ្នឹងគាត់កូននិយាយថាអាពេលម្សិលមិញហ្នឹងគាត់មិនបានឃើញនារីម្នាក់បូតសក់នៅចុងជើងរបស់គាត់ហើយកូនម្ចាស់ផ្ទះហ្នឹងគេក៏ធ្វើពិធីធ្វើអីគាត់ក៏រៀបគម្រោងដើម្បីធ្វើពិធីនិមន្តព្រះសង្ឃនិមន្តអីដើម្បីបដិញវិញ្ញាណបដិញឧបទ្រពនឹងចេញពីផ្ទះរបស់គាត់បដិញវិញ្ញាណនារីម្នាក់នឹងចេញពីបងអេនឹងអញ្ចឹងណាអញ្ចឹងស្អែកឡើងហ្នឹងគឺគាត់បានធ្វើពិធីនឹងមែនបាននិមន្តព្រះសង្ឃនិមន្តអីដើម្បីមកប្រោះព្រំនៅផ្ទះរបស់គាត់នឹងមែនអញ្ចឹងវិញ្ញាណខ្មោចម្នាក់ហ្នឹងគឺគេខឹងបងអេមែនតើគេខឹងសបាបងអេអញ្ចឹងណាដោយសារតែគេមករកនៅជាមួយនឹងបងអេនឹងហើយតែម្ចាស់ផ្ទះនេះកូនម្ចាស់ផ្ទះនេះគឺគេបានធ្វើពិធីដើម្បីដេញវិញ្ញាណនឹងចេញពីបងអេអញ្ចឹងណាអញ្ចឹងគឺធ្វើឲ្យវិញ្ញាណមួយនឹងគឺខឹងបងអេខ្លាំងមែនតើអញ្ចឹងបើសិនជាបងអេនឹងគាត់ហ៊ានចេញពីផ្ទះមួយនឹងគឺខ្មោចម្នាក់នឹងគឺគេសម្លាប់បងអេនឹងហើយគឺគេយកបងអេគេកាច់បងអេសម្លាប់យកហ្មងហើយបើសិនជាបងអេនឹងហ៊ានចេញតែពីក្នុងផ្ទះហ្នឹងគឺបងអេនឹងត្រូវខ្មោចនារីម្នាក់នឹងកាច់គាត់សម្លាប់ចោលហើយកាច់គាត់យកទៅហើយអញ្ចឹងបងអេនឹងនៅពេលដែលធ្វើពិធីហើយអីហើយដែលប្រោះព្រំហើយអីហើយនឹងគឺគាត់អត់អាចចេញពីផ្ទះនឹងបានទេព្រោះនារីម្នាក់នឹងវិញ្ញាណនារីម្នាក់នឹងគឺនៅចាំបងអេនៅខាងក្រៅផ្ទះហ្នឹងគឺនៅខាងក្រៅផ្ទះហ្នឹងគឺគេចាំយកបងអេទៅតែម្ដងហើយសំបីតែបងអេរៀបចេញពីផ្ទះហ្នឹងក៏កូនរបស់ម្ចាស់ផ្ទះហ្នឹងគាត់ឃើញដែរគាត់ឃើញថានារីម្នាក់ហ្នឹងមានសក់កទ្រើងហើយវែងអូសឡើងអូសដីយកហ្មងកំពុងតែដើរទៅមកនៅមុខផ្ទះហ្នឹងយកហ្មងនៅខាងក្រៅលបងផ្ទះហ្នឹងគឺខ្មោចនារីម្នាក់ហ្នឹងគឺកំពុងតែដើរទៅមកហើយមើលទៅគឺអាក្រក់ហើយគួរឲ្យខ្លាចខ្លាំងមែនទែនសក់កទ្រើងហើយវែងខ្មៅរលោងឡើងអូសដីកំពុងតែដើរទៅមកនៅមុខផ្ទះហ្នឹងនៅខាងក្រៅអាលបងនៅទ្វារធំហ្នឹងគឺនៅខាងក្រៅនឹងឯងកំពុងតែចាំបងអេហ៊ានតែបងអេចេញពីនឹងភ្លាមគឺគេដឹងតែកាច់យកបងអេទៅហើយអញ្ចឹងបងម្ចាស់ផ្ទះនេះបន្ទាប់ពីដឹងស្ថានភាពរបស់បងអេអញ្ចឹងគឺអត់ឲ្យបងអេនឹងគាត់ទៅគេងនៅបន្ទប់របស់គាត់នឹងទៀតទេយប់ហ្នឹងគឺឲ្យបងអេនឹងទៅគេងនៅផ្ទះធំរបស់គាត់នឹងយកមកគេងមួយម៉ាក់គាត់គេងមួយគាត់អញ្ចឹងណាគេងនៅផ្ទះធំហ្នឹងផ្ទះរបស់ម្ចាស់ផ្ទះជួលហ្នឹងអញ្ចឹងអ៊ីម្ចាស់បន្ទប់ជួលនេះនៅផ្ទះធំរបស់គាត់ហ្នឹងគាត់ក៏ឲ្យបងអេហ្នឹងទៅងូតទឹកនៅបន្ទប់របស់គាត់នៅបន្ទប់ទឹករបស់គាត់ហ្នឹងនៅផ្ទះធំហ្នឹងហើយចាំមកឲ្យបងអេហ្នឹងគាត់ហូបបាយហូបអីជាមួយនឹងកូនគាត់ហូបបាយមួយគាត់អីចឹងទៅក៏ប៉ុន្តែអាពេលដែលបងអេហ្នឹងគាត់ទៅងូតទឹកហ្នឹងបងប្អូនអរគ្នាគាត់តែគាត់ចូលទៅក្នុងបន្ទប់ទឹកផ្ទះធំរបស់ម្ចាស់ផ្ទះហ្នឹងភ្លាមគឺគាត់មានអារម្មណ៍ថប់ព្រឺសវល់ខ្លាំងមែនទែនទាំងដែលគាត់នឹងអត់ទាន់បានប៉ះទឹកសំបីតែបន្តិចទេលក្ខណៈថាគាត់ព្រឺសវល់ដូចមានអីនៅចាំតែសឡឹងមើលគាត់ដូចមានអីមកអើគាត់មើលទៅរោមរបស់គាត់គឺបាសយកហ្មងរហូតទៅដល់បងអេនេះគឺគាត់អត់អាចងូតទឹកនៅក្នុងបន្ទប់ទឹកនឹងបានណារហូតដល់គាត់នេះគឺគាត់អត់ហ៊ានងូតទឹកនឹងគាត់ឲ្យគាត់បើកទ្វារឲ្យចេញពីបន្ទប់ទឹកនឹងយកហ្មងហើយអ៊ីម្ចាស់ផ្ទះហ្នឹងគាត់តែឃើញថាបងអេនឹងគាត់ដើរចេញពីបន្ទប់ទឹកនឹងភ្លាមគាត់ក៏សួរទៅបងអេគាត់សួរបងអេថាមានអីមិនអត់ងូតទឹកងូតអីបញ្ញាប់ញ៉ាំបាយញ៉ាំអីចឹងណាហើយបងអេហ្នឹងគាត់ថាគាត់មានអារម្មណ៍ថាព្រឺសបល់គាត់អត់អាចងូតទឹកនៅនឹងបានទេគាត់ព្រឺសបល់ចឹងណាហើយអ៊ីម្ចាស់ផ្ទះហ្នឹងឮបងអេគាត់និយាយអញ្ចឹងគាត់ក៏ហៅកូនរបស់គាត់បងប្រុសដែលទៅជាកូនរបស់អ៊ីម្ចាស់ផ្ទះហ្នឹងមកនៅពេលដែលហៅមកបងប្រុសហ្នឹងគាត់ក៏ងាកទៅមើលខាងក្រៅនៅពេលដែលគាត់ងាកទៅមើលខាងក្រៅហ្នឹងគឺឃើញនារីម្នាក់ហ្នឹងខ្មោចនារីម្នាក់ហ្នឹងគឺកំពុងតែស្លឹងមើលបងអេស្លឹងមើលមកបងអេអញ្ចឹងស្លឹងមើលនៅខាងក្រៅផ្ទះហ្នឹងចឹងបានធ្វើឲ្យបងអេនេះគឺគាត់ទៅចូលក្នុងបន្ទប់ទឹកភ្លាមគឺគាត់ចាប់ផ្ដើមមានអារម្មណ៍ថាព្រឺសបល់ព្រឺអីហ្នឹងគឺដោយសារតែខ្មោចនារីម្នាក់ហ្នឹងគឺកំពុងតែស្លឹងមកមើលគាត់តែខ្មោចនារីម្នាក់ហ្នឹងគឺគេអត់អាចមកធ្វើអីបងអេបានណាគេគាត់តែស្លឹងមកមើលពីខាងក្រៅមកគូលក្ខណៈថាស្លឹងសន្លក់បងអេហ្នឹងគឺចង់ហែកសាច់បងអេស៊ីទាំងរស់ហ្នឹងយកហ្មងបើតាមមើលទៅសភាពនារីម្នាក់ហ្នឹងខ្មោចនារីម្នាក់ហ្នឹងគឺខឹងសបាបងអេខ្លាំងមែនទែនគឺគេចង់តែហែកស៊ីបងអេទាំងរស់ទេក៏ប៉ុន្តែដោយសារតែទើបតែធ្វើពិធីប្រោះព្រំអីចឹងទៅវិញ្ញាណខ្មោចនារីម្នាក់ហ្នឹងគឺគេអត់អាចចូលមកក្នុងផ្ទះហ្នឹងបានគេគ្រាន់តែបានខឹងសបាគេគ្រាន់តែបានស្លឹងមើលបងអេពីក្រៅផ្ទះមកចឹង
ហើយបន្ទាប់ពីនិយាយប្រាប់បងអេពីខ្មោចនារីម្នាក់ហ្នឹងហើយគាត់ក៏ឲ្យបងអេហ្នឹងងូតទឹកទៅបញ្ញាប់ទៅហូបបាយហូបអីហើយមិនបាច់ខ្លាចទេងូតទឹកនៅក្នុងហ្នឹងហើយគាត់នៅមុខបន្ទប់ទឹកហ្នឹងគាត់ចាំអញ្ចឹងណាគាត់ចាំងូតទឹកហើយទៅហូបបាយទាំងអស់គ្នាអញ្ចឹងទៅអញ្ចឹងបន្ទាប់ពីបងអេហ្នឹងគាត់ងូតទឹកហើយអីហើយគាត់ទៅហូបបាយជាមួយនឹងបងកូនម្ចាស់ផ្ទះហ្នឹងហើយបងកូនម្ចាស់ផ្ទះហ្នឹងគាត់ក៏និយាយថាអត់អីទេចាំគាត់ហ្នឹងគាត់ធ្វើពិធីដើម្បីចរចាជាមួយនឹងខ្មោចនារីម្នាក់ហ្នឹងក៏ប៉ុន្តែនៅពេលដែលធ្វើពិធីដើម្បីចរចាជាមួយនឹងខ្មោចនារីម្នាក់ហ្នឹងហើយតែខ្មោចនារីម្នាក់ហ្នឹងគឺគេអត់ព្រមគេដាច់ខាតយកហ្មងគេយ៉ាងណាគឺត្រូវតែយកបងអេហ្នឹងទៅជាមួយគេយកហ្មងហើយបងកូនម្ចាស់ផ្ទះនេះត្បិតថាខ្មោចនារីម្នាក់ហ្នឹងនៅតែមិនព្រមនៅតែចង់យកបងអេហ្នឹងទៅជាមួយពិតមែនតែគាត់នៅតែព្យាយាមធ្វើអាពិធីរបស់គាត់ដើម្បីចរចាជាមួយនឹងខ្មោចនារីម្នាក់ហ្នឹងម្ដងហើយម្ដងទៀតតែខ្មោចនារីម្នាក់ហ្នឹងនៅតែមិនព្រមនៅតែចង់យកបងអេហ្នឹងទៅជាមួយដដែលដោយសារតែភ្លាមអាពេលដែលគេមករកបងអេភ្លាមហ្នឹងគឺខាងបងកូនម្ចាស់ផ្ទះហ្នឹងគឺគាត់អត់បាននិយាយផ្អែមគាត់អត់បានចរចាអីជាមួយនឹងខ្មោចនារីម្នាក់ហ្នឹងទេអត់បានចរចាជាមួយនឹងខ្មោចដែលមករកបងអេហ្នឹងទេគឺគាត់បានលេងធေါ်ក្តៅជាមួយនឹងខ្មោចនឹងយកហ្មងអញ្ចឹងទៅធ្វើឲ្យខ្មោចនឹងគេខឹងសបាអញ្ចឹងចរចាយ៉ាងណាក៏អត់ព្រមដែរគេនៅតែចង់យកបងអេនឹងទៅជាមួយដដែលអញ្ចឹងណាដោយសារតែកិច្ចចរចាជាមួយនឹងខ្មោចនារីម្នាក់នឹងនៅតែមិនបានផលគាត់ក៏ឲ្យបងអេនេះធ្វើតាមគាត់គឺឲ្យបងអេនឹងនៅពេលដែលគាត់ហូបបាយមិនថាពេលព្រឹកពេលថ្ងៃឬក៏ពេលល្ងាចទេគ្រប់ពេលដែលគាត់ហូបបាយនឹងគឺគាត់ត្រូវយកបាយមកកញ្ចប់ឬក៏បាយមកកូនចានជាមួយនឹងម្ហូបអីផ្សេងដែលគាត់ហូបហ្នឹងយកទៅដាក់នៅខាងក្រៅហើយហៅនារីម្នាក់ហ្នឹងឲ្យមកហូបហើយអុជធូបមកតសៃឲ្យគេផងឲ្យគេធ្វើអញ្ចឹងរាល់ថ្ងៃអញ្ចឹងណាឲ្យបងអេហ្នឹងគាត់ធ្វើអញ្ចឹងទៅលក្ខណៈថាបងកូនម្ចាស់ផ្ទះហ្នឹងគឺចង់ឲ្យបងអេហ្នឹងធ្វើអញ្ចឹងជារៀងរាល់ថ្ងៃទៅដើម្បីបន្ទន់ចិត្តខ្មោចនារីម្នាក់ហ្នឹងដើម្បីឈប់មកយកបងអេហ្នឹងអញ្ចឹងណាចឹងបន្ទាប់ពីបងអេហ្នឹងគាត់លឺបងកូនម្ចាស់ផ្ទះហ្នឹងគាត់និយាយប្រាប់បងអេចឹងហើយគាត់ក៏ចេះតែធ្វើជារឿយជារៀងរាល់ថ្ងៃជាមួយនឹងខ្មោចហ្នឹងចឹងទៅគាត់ធ្វើតាមសម្ដីរបស់បងកូនម្ចាស់ផ្ទះហ្នឹងចឹងគាត់តែងតែយកបាយយកម្ហូបអីខ្ចប់ឬក៏ដាក់នឹងកូនចានហើយអុជធូបមកដាំហើយហៅនារីខ្មោចម្នាក់ហ្នឹងដើម្បីឲ្យមកហូបបាយហូបអីហើយនិយាយថាឈប់ចងកម្មចងពៀឈប់ចងបានអីចឹងទៅហើយគាត់ធ្វើបានតែមួយសប្តាហ៍បងប្រុសកូនម្ចាស់ផ្ទះហ្នឹងគឺគាត់លែងឃើញវិញ្ញាណរបស់ខ្មោចនារីម្នាក់ហ្នឹងមករកបងអេទៀតហើយលែងដើរកលឹងនៅមុខផ្ទះលែងធ្វើសឡឹងសឡក់អីដាក់បងអេទៀតហើយគឺលែងឃើញវិញ្ញាណនារីម្នាក់ហ្នឹងនៅនឹងយកហ្មងអញ្ចឹងគឺបានន័យថាគេព្រមអភ័យទោសឲ្យបងអេហ្នឹងហើយអញ្ចឹងតាំងពីពេលហ្នឹងមកបងអេគឺគាត់លែងជួបខ្មោចនារីម្នាក់ហ្នឹងទៀតហើយគឺគាត់លែងភ័យខ្លាចលែងអីដូចមុនទៀតអញ្ចឹងណាចឹងតាំងពីពេលហ្នឹងមកបងអេគាត់ចែងទៅចេញទៅក្រៅទៅដើរលេងកន្លែងនេះកន្លែងនោះតាមបែបធម្មតាចឹងទៅអញ្ចឹងតើតងជាមួយនឹងសាច់រឿងនៅក្នុងអេពីសូតនេះគឺមានតែប្រិយមិត្តតែមួយរូបទេដែលគាត់បានចែកម្លែកមកហើយសាច់រឿងរបស់គាត់ហ្នឹងមានរហូតដល់2សាច់រឿងហើយមុនហ្នឹងគឺខ្ញុំនិយាយច្រឡំទេដែលខ្ញុំពីក្បាលវីដេអូហ្នឹងណាគឺខ្ញុំនិយាយថាមានប្រិយមិត្ត2រូបដែលគាត់បានចែកម្លែកមកហ្នឹងក៏ប៉ុន្តែខ្ញុំនិយាយច្រឡំទេគឺមានតែមួយរូបទេគឺបងអេហ្នឹងឯងបងអេគាត់ចែកម្លែកមក2សាច់រឿងខ្ញុំច្រឡំថាបងអេហ្នឹងមួយហើយមានអ្នកផ្សេងទៀតអញ្ចឹងណាក៏ប៉ុន្តែគឺបងអេហ្នឹងគាត់ចែកម្លែកមក2សាច់រឿងអញ្ចឹងអធិស្ឋានមែនតើអញ្ចឹងនៅក្នុងអេពីសូតទី27នេះគឺមានប៉ុណ្ណឹងហើយតកតងជាមួយនឹងសាច់រឿងដែលបងអេគាត់បានចែកម្លែកមកទាំងពីរនេះគឺពិតជាគួរឲ្យខ្លាចខ្លាំងមែនតើព្រោះទី1គឺតកតងមួយភូមិរបស់គាត់ដែលជាភូមិស្រុកកំណើតរបស់គាត់អញ្ចឹងណានៅពេលដែលមានដើមពោអីដុះអញ្ចឹងអ្នកភូមិរបស់គាត់ម្នាក់ហ្នឹងគឺគេធ្វើជាទីសក្ការៈអីអញ្ចឹងណាទៅពេលដែលធ្វើជាទីសក្ការៈហើយគឺតែងតែមានមនុស្សស្លាប់ហើយមនុស្សស្លាប់ហ្នឹងគឺនៅក្នុងភូមិបងអេហ្នឹងនៅពេលដែលមនុស្សស្លាប់ហ្នឹងគឺរាប់បន្តគ្នាមួយថ្ងៃមួយហើយក្នុងហ្នឹងក៏ការស្លាប់របស់បងប្រុសរបស់បងអេក៏ដូចជាមិត្តភ័ក្តិរបស់បងប្រុសបងអេហ្នឹងក៏តាក់ទងជាមួយនឹងដើមពោហ្នឹងដែរដោយសារតែនៅពេលដែលខាងគ្រួសាររបស់បងអេក៏ដូចជាគ្រួសាររបស់មិត្តភ័ក្តិរបស់បងប្រុសបងអេហ្នឹងគាត់ទៅបញ្ជាន់អរិយបញ្ជាន់អីហ្នឹងហើយគឺដឹងថាពួកគាត់ទាំងពីរហ្នឹងគឺបានស្លាប់ដោយសារតែតាក់ទងជាមួយនឹងដើមពោនឹងឯងនៅពេលដែលពួកគាត់ជិះម៉ូតូបច្រាស់ទិសដៅគ្នាហ្នឹងគឺឃើញថាមានវិញ្ញាណមួយហើយឃើញសំអល់ខ្មៅធំមែនទែនចេញពីដើមពោនឹងហើយមកកាច់ចកោតគាត់ទាំងពីរហ្នឹងគឺឲ្យមកបុកគ្នាហើយធ្វើឲ្យពួកគាត់ទាំងពីរហ្នឹងស្លាប់
ចឹងរឿងទី1ដែលបងអេគាត់បានចែកម្លែកមកគឺវាគួរឲ្យខ្លាចខ្លាំងមែនតើហើយតកតងមួយរឿងទី2ដែលបងអេគាត់បានចែកម្លែកមកនោះគឺតកតងជាមួយនឹងវិញ្ញាណតែមកតាមបងអេហ្នឹងពេលដែលគាត់ជិះម៉ូតូមកភ្នំពេញវិញហ្នឹងគឺគាត់បានញញឹមដាក់គេអញ្ចឹងការញញឹមរបស់បងអេហ្នឹងគឺបានហៅវិញ្ញាណហ្នឹងឲ្យមកតាមគាត់អញ្ចឹងគុំតែបានបងប្រុសម្ចាស់ផ្ទះបងប្រុសកូនម្ចាស់ផ្ទះហ្នឹងគាត់មកជួយទេកុំអីបងអេហ្នឹងគឺគាត់ត្រូវស្លាប់ដោយសារតែខ្មោចនារីម្នាក់ហ្នឹងកាចបាត់ហើយអញ្ចឹងនៅក្នុងអេពីសូតនេះគឺមានប៉ុណ្ណឹងសង្ឃឹមថាពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នានឹងពេញចិត្តតទៅជាមួយនឹងសាច់រឿងទាំងពីរដែលបងអេគាត់បានចែកម្លែកមកនេះណាសម្រាប់ខ្ញុំគឺគួរឲ្យខ្លាចខ្លាំងមែនទែនមិនថាសាច់រឿងទី1ឬក៏សាច់រឿងទី2ទេវាសុទ្ធតែគួរឲ្យខ្លាចតទៅមួយសាច់រឿងដែលបងអេគាត់បានចែកម្លែកមកនេះណាយើងនៅក្នុងអេពីសូតទី27នេះគឺមានប៉ុណ្ណឹងសង្ឃឹមថាពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នានឹងពេញចិត្តហើយសម្រាប់បងប្អូនប្រិយមិត្តទាំងអស់គ្នាចង់ធ្វើការចែកម្លែកសាច់រឿងតាក់ទងជាមួយនឹងការជួបពពួកអាមនុស្សការជួបតាក់ទងជាមួយនឹងរឿងរ៉ាវរន្ធត់ផ្សេងគឺអាចតាក់ទងតាម Telegram របស់ខ្ញុំបានដាក់នៅខាងក្រោម description ណាឬក៏ខ្ញុំបានដាក់នៅលើវីដេអូអញ្ចឹងនៅពេលដែលស្ដាប់បងប្អូនទាំងអស់គ្នាចង់ធ្វើការចែកម្លែកគឺមើលនៅលើវីដេអូទៅគឺឃើញQR code Telegram របស់ខ្ញុំគឺវាលោតមកហើយអញ្ចឹងបងប្អូនទាំងគ្នា scan ទៅគឺចូលមកដល់ Telegram ខ្ញុំហើយចែកម្លែកមកតាមហ្នឹងទៅនិយាយជាសំឡេងក៏បានសរសេរជាអក្សរក៏បានខ្ញុំនឹងចាត់ចែងតាមហ្នឹងហើយបើមានប្រិយមិត្តគាត់ចែកម្លែកជាសំឡេងមកច្បាស់ល្អខ្ញុំនឹងទុកឱកាសឲ្យគាត់ដើម្បីបកស្រាយតទៅជាមួយនឹងសាច់រឿងដែលគាត់បានជួបប្រទះផ្ទាល់តែម្ដងហើយបើសិនជាមិនសូវជាច្បាស់ទេខ្ញុំនឹងយកសំឡេងរបស់គាត់នឹងសម្រាប់ជាសាច់រឿងដើម្បីនិយាយឲ្យប្រិយមិត្តរបស់យើងបានស្ដាប់យ៉ាងនៅក្នុងអេពីសូតនេះគឺមានប៉ុណ្ណឹងហើយអរគុណខ្លាំងមែនទែនសម្រាប់ប្រិយមិត្តទាំងអស់គ្នាតែងតែតាមដានតទៅជាមួយនឹងកម្មវិធីម៉ោង 12:00 នាទីជប់របស់ខ្ញុំណាអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនទាំងគ្នានៅតែបន្តគាំទ្រដើម្បីឲ្យខ្ញុំឆ្ពោះទៅរក 100k subscriber អញ្ចឹងពីខ្ញុំអរគុណខ្លាំងមែនទែនសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រហើយជូនពរពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាជួបប្រទះតែនឹងសេចក្តីសុខនិងសេចក្តីចម្រើនរកទទួលទានមានបានទៅណាមកណាជួបតែសុខសុវត្ថិភាពទាំងអស់គ្នាពីខ្ញុំ admin កម្មវិធីម៉ោង 12:00 នាទីយប់សូមជម្រាបលាពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាជួបគ្នានៅអេពីសូតក្រោយ